លេមេគង្គក្រោមគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុប្រជាជនក្នុងតំបន់នេះកំពុងប្រឈមនឹងការកើនឡើងនៃសីតុណ្ហភាពភ្លៀងធ្លាក់មិនទៀងទាត់ទឹកជំនន់គ្រោះរាំងស្ងួតនិងការកើនឡើងនៃកម្រិតទឹកសមុទ្រដែលគំរាមកំហែងដល់សន្តិសុខស្បៀងប្រព័ន្ធជីវៈចម្រុះនិងជីវភាពរស់នៅចំពោះសហគមន៍តាមដងទន្លេមេគង្គដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មនេសាទនិងប្រព័ន្ធអេកូឡូស៊ីការប្រែប្រួលដែលបង្កឡើងដោយមនុស្សនិងការប្រែប្រួលអាកាសធាតុបាននាំមកនូវការរំខានយ៉ាងធ្ងន់ធ្ងរទឹកជំនន់គ្រោះរាំងស្ងួតនិងការកើនឡើងនៃសីតុណ្ហភាពធ្វើឲ្យប៉ះពាល់ដល់ការប្រមូលផលនិងសន្តិសុខស្បៀងខណៈដែលគម្រោងអភិវឌ្ឍនៅផ្នែកខាងលើទន្លេបានផ្លាស់ប្ដូរលំហូរទឹកទន្លេកាត់បន្ថយបំលាស់ទីរបស់ត្រីនិងកាត់បន្ថយលំហូរដីល្បាប់សម្ពាធទាំងនេះជះឥទ្ធិពលដល់ជីវភាពរស់នៅសុខភាពនិងវប្បធម៌ដែលធ្វើឲ្យស្ត្រីជនជាតិដើមភាគតិចនិងក្រុមជនងាយរងគ្រោះប្រឈមនឹងហានិភ័យបំផុតការប្រែប្រួលអាកាសធាតុធ្វើឲ្យបញ្ហាទឹកអស់នោះវាមានការប្រែប្រួលនៅក្នុងកម្រិតកម្ពស់ដោយពិបាកនៅក្នុងការប៉ាន់ប្រមាណបានដូច្នេះវានឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបើសិនជាគាត់ធ្វើការងារបង្កបង្កើនផលគាត់មិនអាចគ្រប់គ្រងបានឬក៏មិនអាចដឹងបានអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុយ៉ាងលឿននោះវានឹងធ្វើឲ្យខូចខាតដំណាំរបស់គាត់អញ្ចឹងប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់គាត់ដូចគ្នាដែរតែទី2គឺបញ្ហាគុណភាពទឹកវាពាក់ព័ន្ធទៅនឹងការចូលរួមចំណែកនៃការការពារគុណភាពទឹកអ្នកដែលរស់នៅផ្នែកខាងលើបាទដោយសារវាមានបញ្ហាលំហូរទឹកវាហូរចំខាងក្រោមធ្វើឲ្យគុណភាពទឹកនោះក៏មានបញ្ហានៅផ្នែកខាងក្រោមហើយគុណភាពទឹកផ្នែកខាងលើខ្លួនឯងនោះក៏វាមានបញ្ហាដូចគ្នាដែរធម្មតាជនជាតិដើមភាគតិចគួយគាត់តែងតែដងទឹកទន្លេហ្នឹងដើម្បីយកមកហូបទន្លេកខ្វក់យើងអាចយកមកប្រើខូចខាតសុខភាពហើយយើងខាតទាំងអាកាសការងារហើយសេដ្ឋកិច្ចក៏កាន់តែធ្លាក់ចុះមូលហេតុដោយសារតែបើសិនជាយើងឈឺយើងអាចមានកម្លាំងអីទៅធ្វើការដើម្បីរកចំណូលបានមកក្នុងគ្រួសារទេដើម្បីបង្កើនភាពធន់ប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងបញ្ហាការប្រែប្រួលអាកាសធាតុនេះគឺទាមទារទាំងពេលវេលានិងសំខាន់ជាងនេះទៅទៀតគឺតម្រូវការនៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយើងមើលឃើញពីសារៈសំខាន់នៅក្នុងការចូលរួមចាពំនាំយកនៅសម្លេងរបស់បងប្អូនប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះដែលគាត់ពឹងផ្អែកទៅលើទន្លេដើម្បីជីវភាពរស់នៅដើម្បីសេចក្តីថ្លៃថ្នូរដើម្បីវប្បធម៌របស់គាត់នឹងដើម្បីឲ្យគាត់ចូលរួមសម្រេចចិត្តចាហើយទាំងអស់នេះយើងមិនអាចធ្វើទៅបានទេបើសិនបើសម្លេងរបស់ពួកគាត់មិនត្រូវបានគេយកមកពិចារណាសម្លេងរបស់គាត់មិនត្រូវបានគេឮហើយគាត់មិនមានការចូលរួមផ្ទាល់នៅក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់យើងតាមរយៈអង្គការអុកស្វាមនៅកម្ពុជាក្រោមគម្រោងបរិយាបន្នអភិបាលកិច្ចទឹកនិងភាពធន់នឹងអាកាសធាតុដំណាក់កាលទី3 IP3 នាឱកាសនៃទិវាអន្តរជាតិនៃសកម្មភាពទន្លេនិងទិវាទឹកពិភពលោកបានបង្កើតឱកាសប្រមូលផ្ដុំភាគីពាក់ព័ន្ធក្នុងគោលបំណងចែករំលែកចំណេះដឹងការពិភាក្សានិងកិច្ចសហការរួមគ្នាដើម្បីចូលរួមលើកកម្ពស់សមភាព Gender និងបរិយាបន្នក្នុងការគ្រប់គ្រងធនធានទឹកនិងការអភិវឌ្ឍប្រកបដោយចីរភាពមិនត្រឹមតែកម្ពុជាទេតែសម្រាប់តំបន់ទន្លេមេគង្គទាំងមូលការការពារប្រព័ន្ធអេកូឡូជីទន្លេមេគង្គបានសេចក្តីថាគឺយើងទាំងអស់គ្នារួមគ្នាការពារនៅប្រព័ន្ធសរសៃឈាមនៃសហគមន៍របស់យើងការពារនៅសុខភាពរបស់ប្រជាពលរដ្ឋហើយជាពិសេសយើងរួមគ្នាការពារនៅការទប់ស្កាត់និងការប្រែប្រួលអាកាសធាតុដើម្បីសម្ដៅលើកកម្ពស់នៅការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងដែលអាស្រ័យផលនៅតាមដងទន្លេមេគង្គការអភិវឌ្ឍប្រកបដោយចីរភាពទាមទារឲ្យមានការចូលរួមពីសហគមន៍និងភាគីពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន The setting helps to do what we want to support. What we want to support is to have a bottom-up approach so that communities, young people, can contribute to their development. So my message to all the people gathered around here is to continue the dialogue, continue to talk to each other and continue to listen in order to bring the Mekong River forward.